ចាសសូមជម្រាបសួរពុកម៉ែបងប្អូនចារីករាយស្វាគមន៍មកកាន់វីដេអូថ្មីរបស់នាងខ្ញុំចាថ្ងៃនេះសូមនាំអារម្មណ៍ពុកម៉ែបងប្អូនចាមកស្គាល់នៅទីតាំងស្ពានបុរាណដែលជាស្នាដៃរបស់បុព្វបុរសខ្មែរយើងមួយចានៅតំបន់អង្គរចាដែលបងប្អូនភាគច្រើនធ្វើដំណើរទៅហួសមកហួសមិនបានចូលមកទស្សនាស្ពានមួយនេះទេចាស្ពាននេះគឺគេដាក់ឈ្មោះថាស្ពានថ្មចាស្ពានថ្មនេះគឺបច្ចុប្បន្នមិនទទួលបាននៅការប្រើប្រាស់ទេចាដោយសារតែស្ពានគឺរងនៅការបាក់បែកច្រើនមែនទែនចាมันអាចធ្វើដំណើរលើស្ពាននឹងបានទៀតទេចាស្ពានថ្មនេះដែរគឺកសាងឡើងនៅសតវត្សទី17ចាជាស្ពានមួយខ្សែដែលស្ថិតនៅចេញពីខ្លោងទ្វារជ័យឆ្ពោះទៅកាន់ប្រាសាទតាកែវចាហើយស្ពានថ្មបុរាណមួយនេះដែរគឺកសាងឡើងពីថ្មបាយក្រៀមលាយជាមួយនឹងថ្មភក់ចាដែលមានបណ្ដោយប្រវែង60ម៉ែត្រនិងទទឹង9ម៉ែត្រហើយមានរុនតាដេវឬក៏ប្រហោងបង្ហូរទឹកចំនួន14ដែលមានទទឹង1ម៉ែត្រនិងកម្ពស់1ម៉ែត្រកន្លះចាហើយស្ពាននេះដែរគឺជាស្ពានដែលសម្រាប់ស្ទឹងសៀមរាបហូរកាត់ចាគឺខ្សែទឹកហូរធ្លាក់ពីភ្នំគូលែនចាក្បាលស្ពានហូរមករហូតកាត់តាមនេះចាឆ្ពោះទៅស្ទឹងសៀមរាបចានៅទីនេះពិតមែនតែមានការបាក់បែកខូចខាតអស់ច្រើនប៉ុន្តែទេសភាពគឺស្រស់ស្អាតមែនទែនពុកម៉ែបងប្អូនចាគឺមានដើមឈើធំដុះចាក់ឬស្កេកស្កះនៅលើតួស្ពានតែម្ដងចាធ្វើឲ្យទេសភាពកាន់តែស្រស់ស្អាតចាតាមបែបធម្មជាតិតែម្ដងចាប្រសិនបើពុកម៉ែបងប្អូនចាមានចំណាប់អារម្មណ៍ចង់មកថតរូបស្អាតចាអាចចូលមកចាកន្លែងស្ពានថ្មនេះថតរូបលេងកំសាន្តបានចាហើយក៏អាចមកទស្សនានៅស្នាដៃរបស់បុព្វបុរសខ្មែរយើងដែរចាចំពោះបច្ចុប្បន្នផ្លូវទឹកគេបានបង្វែរទៅមួយខាងទៀតហើយมันបានហូរកាត់តាមស្ពាននេះទេចានោះបងប្អូនចាគឺហូរទៅខាងនោះតែម្ដងចាគឺខែនេះគឺជាខែវស្សាចាទឹកគឺហូរខ្លាំងមែនទែនចាគឺហូរឆ្ពោះទៅកាន់ស្ទឹងសៀមរាបចាហើយនៅចន្លោះដែលនាងខ្ញុំដើរកាត់នេះបងប្អូនចាគឺជាចន្លោះនៃផ្លូវទឹកចាគឺនៅពេលដែលស្ពានដំណើរការឲ្យប្រើប្រាស់គឺទឹកហូរតាមចាគេហៅថារុនតាដេវហ្នឹងបងប្អូនចាហូរតាមនឹងឯងគឺមានច្រើនរុនមែនទែនដល់ទៅ14រុនឯណោះចានៅពេលដែលយើងចុះដើរតាមរុននីមួយទៅគឺមានអារម្មណ៍ប្លែកមែនទែនពុកម៉ែបងប្អូនចាគឺស្រស់ស្អាតមួយបែបចានោះបងប្អូនឃើញទេដើមឈើមួយនោះដុះនៅលើតួស្ពានតែម្ដងចាគឺមានឫសចាក់ស្កេកស្កះស្រស់ស្អាតមែនទែនចាអរគុណច្រើនពុកម៉ែបងប្អូនចាវីដេអូនេះខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរចាប្រសិនបើពុកម៉ែបងប្អូនជិះកាត់ស្ពានថ្មនេះចាកុំភ្លេចចូលមកលេងដើម្បីថតរូបស្អាតទុកជាអនុស្សាវរីយ៍និងដើម្បីស្គាល់ស្នាដៃរបស់បុព្វបុរសខ្មែរយើងផងដែរចាសូមអរគុណចាសូមជម្រាបលា